CIM Talk នាំមកជូនលោកអ្នកដោយ Dr. Elect Aesthetic Center by DNA ផ្ដល់ជូនលោកអ្នកនូវភាពស្រស់ស្អាតប្រកបដោយសុវត្ថិភាពប្រសិនបើលោកអ្នកនាងចង់ទទួលបាននូវភាពស្រស់ស្អាតប្រកបដោយសុវត្ថិភាពសូមកុំភ្លេចតាក់ទងទៅកាន់ Dr. Elect Aesthetic Center by DNA រាល់ព័ត៌មានលម្អិតបន្ថែមនឹងមាននៅក្នុងទំព័រ Facebook Page ផ្លូវការរបស់ Dr. Elect Aesthetic Center by DNA នាងខ្ញុំបូសុខុនធាសូមគោរពនឹងជម្រាបសួរដល់លោកអ្នកនាងដែលកំពុងទស្សនាការផ្សាយរបស់ CIM TV សូមស្វាគមន៍មកកាន់កម្មវិធី CIM Talk នៅក្នុងថ្ងៃនេះយើងមានភ្ញៀវកិត្តិយសយើងពិសេសចំនួន2រូបដែលនឹងអញ្ជើញចូលរួមនៅក្នុងកម្មវិធីយើងដោយដែលលោកអ្នកនាងបានដឹងស្រាប់ថា CIM Talk តែងតែមានភ្ញៀវកិត្តិយសនៅក្នុងវិស័យតារា model នៅក្នុងវិស័យបវរកញ្ញានិងវិស័យបង្ហាញ mode ខុសពីសពមួយដងដែលយើងបានជួបជាមួយនឹងបវរកញ្ញានាថ្ងៃនេះយើងមកជួបជាមួយនឹង model តូចរបស់យើងដែលជាម្ចាស់ពាននៅក្នុងប្រទេសកម្ពុជាផងហើយក៏ទទួលបាននៅពានរង្វាន់ពីឆាកអន្តរជាតិផងដែរចង់ដឹងថាតើតារាកិត្តិយសយើងថ្ងៃនេះគឺជានរណាហើយមានរូបសម្រស់យ៉ាងណាឥឡូវយើងជួបគ្នាទាំងអស់គ្នាចាជំរាបសួរចាអូយស្អាតខ្លាំងមែនតើគេ model សើចខ្លាំងម្ល៉េះអូយអត់លាក់ខ្លះសោះអូmodel យើងថ្ងៃនេះសំណើចបានខ្លាំងមែនតែនចាបងប្អូនទាំងអស់គ្នាគុំឃើញសើចញញឹមសើចអញ្ចឹងហ៎ម្ចាស់ពានណាចាចាំនាងខ្ញុំជម្រាបជូនបងប្អូនទាំងអស់គ្នាថាតើបងអូនស្រីអោកច័ន្ទមរកតទទួលបានជ័យលាភីអ្វីខ្លះចាទី1បងប្អូនគឺជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Face of Cambodia Kid and Junior ឆ្នាំ2025ផ្នែកកុមារស្ថិតនៅក្នុង Group B មិនត្រឹមតែប៉ុណ្ណោះទេបងអូនបានចូលរួមនៅក្នុងកម្មវិធីប្រកួត model លំដាប់ថ្នាក់អន្តរជាតិ The 20 Haiwan Resort 2025 Asia Model Festival ផ្នែកកុមារនិងទទួលបាននៅពានដ៏ពិសេសមួយដែលមានឈ្មោះថា Best Dress Award Group B ពីការប្រកួត Face of Asia Kid and Junior 2025 ចាបានតំណែងទាំងក្នុងប្រទេសទាំងអន្តរជាតិចាឥឡូវនេះបានតំណែងខាងសើចមួយទៀតខនកលេចឃើញខ្ញុំសើចខ្លាំងហ្មងចាឥឡូវនាងមិនដែរកូនស្រីខ្ញុំចាស្អាតទេចាដោយសារឥឡូវ model ខ្ញុំគាត់នៅសើចច្រើននៅឡើយទេដល់អញ្ចឹងទៅយើងទុកឲ្យគាត់សើចឲ្យរៀងធូរបន្តិចសិនហើយយើងទៅជួបជាមួយនឹងបងស្រីវិញម្ដងចាជំរាបសួរបងចាជំរាបសួរចាសូមបងជួយណែនាំខ្លួនផងខ្ញុំឈ្មោះបច្ឆមម៉ូនីកាចាបច្ចុប្បន្ននេះមានអាជីពជាតារាបង្ហាញម៉ូដតារាភាពយន្តអីទេបងអត់ផងអត់ទេប៉ុន្តែស្អាតខ្លាំងសំតនៅក្នុងវិស័យហ្នឹងមែនតើចាហើយមិនត្រឹមតែរូបសម្រស់ស្អាតទេនៅមានកូនស្រីដ៏ស្រស់ស្អាតហើយក្លាហានហើយពូកែទៀតផងអូបើខ្ញុំមានកូនដូចបងអីខ្ញុំដើរអួតអ្នកភូមិងាប់ហើយចាឥឡូវសុំសួរវិញឥឡូវអូនស្រីអាយុប៉ុន្មានហើយបងឆ្នាំនេះគាត់12ឆ្នាំហើយ12ឆ្នាំហើយចាពេលដែលអូនគាត់ថាគាត់ចង់មកចូលរួមប្រកួតអីហោហែអញ្ចឹងបងជាអ្នកជំរុញទឹកចិត្តគាត់ឬក៏គាត់អ្នកចង់មកខ្លួនឯងអ្នកសុំបងមកប្រកួតខ្ញុំសួរគាត់ទេតាមពិតតាកូនចង់អត់ទៅគាត់ក៏ថាគាត់ចង់ក៏មកទៅចាធ្លាប់រៀនសូត្រដើមម៉ូដអីយូរឆ្នាំមុននឹងមកប្រកួតឬក៏មិនបងដូចជាបានមួយឆ្នាំដែរតែគាត់មួយឆ្នាំហ្នឹងគាត់រៀនតែថ្ងៃសៅរ៍ថ្ងៃអាទិត្យទេអត់បានរៀនរាល់ថ្ងៃទេចាបើតាមបងសង្កេតវិញឃើញថាកូនស្រីបងចាប់ពីអាយុប្រហែលមកដែលគាត់ស្រឡាញ់ខាងដើមម៉ូដខាងអីហ្នឹងដូចជាអាយុ9ឆ្នាំ10ឆ្នាំមកចាប់ដើមឃើញកូនស្រឡាញ់ខាងហ្នឹងចាអត់មានហាមឃាត់អីបន្តិចទេបងអីអត់ទេព្រោះអីចង់ឲ្យកូនបានបទពិសោធន៍អញ្ចឹងចាកន្លងមកដោយសារតែធម្មតានៅក្នុងវិស័យនីមួយមានរឿងល្អមានរឿងមិនល្អហើយនៅក្នុងផ្នែកតារាភាពយន្តឬក៏តារាបង្ហាញម៉ូដតារាភាពយន្តជានារីឬក៏តារាបង្ហាញម៉ូដជានារីពេលខ្លះទទួលនៅពាក្យមួយចំនួនដែលធ្វើឲ្យឪពុកម្ដាយមួយចំនួនអត់ចង់ហ៊ានឲ្យកូនឈានជើងចូលក្នុងវិស័យហ្នឹងទេតែសម្រាប់បងអត់គិតអីអវិជ្ជមានអីបែបណាទេខ្ញុំគិតថាសម័យនេះហើយពីមុនប្រហែលជាអញ្ចឹងតែសម័យនេះវាមានលក្ខណៈជាសាធារណៈមាន social media មានអីច្រើនអញ្ចឹងខ្ញុំអត់អកតេទៅរឿងហ្នឹងសំខាន់លើគោលចំហរបស់យើងហើយនិងគោលចំហរបស់កូនយើងចាតែពីខាងបងប្រុសក៏គាត់អូខេដែរចាគាត់អូខេតែគាត់ support គាត់ត្រឹបតាមកូនដែរចាជួយលើកទឹកចិត្តទៅជួយលើកទឹកចិត្តកាន់អីវ៉ាន់កាន់អីនិយាយទៅបើថាកូនទៅសមនៅណាទៅហើយពេលខ្លះខ្ញុំរវល់អញ្ចឹងគាត់ទៅតែម្នាក់ឯងមួយកូនទេចាប៉ុន្តែចំពោះការប្រកួតនៅឆាកអន្តរជាតិបងអូនស្រីធ្លាប់ទៅប្រកួតពីណានៅប្រទេសណាពីមុនអីទេបងអត់ផងទៅកូរ៉េម្ដងហ្នឹងលើកដំបូងហ្មងចាភ័យខ្លាំងហើយបងខ្ញុំធម្មតាឮថាយកកូនទៅប្រកួតប្រហែលជាត្រូវរៀបចំច្រើនរឿងហ៎
រៀបចំច្រើនចាខ្វាយខ្វល់ច្រើនគួរយកឈុតអីកៅអៅអី អត់ភ័យទេតែខ្វល់ ហើយ ភ័យទេបងអត់ទេតែខ្វល់ចា ខ្វល់ច្រើន យកឈុតអីណោះចា យកឈុតអីត្រូវបានណាគេផាត់មកអីអញ្ចឹងណាខ្វល់ច្រើន ខ្វល់ច្រើនណាមួយកូនស្រីក៏នៅតូចដែរ ចា ធម្មតាទឹកចិត្តជាម្ដាយនៅពេលដែលកូនត្រូវទៅប្រកួតនៅលើឆាកប្រកួតមិនមែនយើងទៅជួយគាត់បានទេ ធម្មតា ចាគាត់ត្រូវឯករាជ្យម្ចាស់ការឲ្យគ្រប់គ្រងដំណើររឿងគ្រប់យ៉ាងដោយខ្លួនឯង ចា វាជា challenge ធំមួយដែលកូនស្រីនៅវ័យក្មេងខ្លាំងមែនតើប៉ុន្តែបានទៅប្រកួតនៅឆាកអន្តរជាតិហើយបងស្រីជាម្ដាយបានទៅចូលរួមដែរ ចា សម្រាប់បងទៅដល់ប្រទេសកូរ៉េមិនដែរបង ទៅដល់កូរ៉េសុបាយត្រជាក់សំខាន់ត្រជាក់ខ្ញុំ ធ្លាប់ទៅពីមុនទេបង ពីមុនធ្លាប់ transit តែខ្ញុំអត់បានទៅទេ ចាយើងនៅតែក្នុងពលានណា នៅក្នុងពលាន អត់បានចេញខាងក្រៅ ចា លើនៅនេះជាទីមេត្រីអំបញ្ញមិញនេះយើងបានជួបជាមួយបងស្រីដែលជាម្ដាយរបស់ប្អូនដែលទៅប្រកួតនៅក្នុងប្រទេសកូរ៉េឥឡូវយើងមកជួបជាមួយសម័យខ្លួនផ្ទាល់តែម្ដងដើម្បីឲ្យគាត់ណែនាំខ្លួនទៅកាន់ទស្សនិកជនជាផ្លូវការចាសួស្ដីកូន ជំរាបសួរអ៊ី ចាអរគុណសូមកូនជួយណែនាំខ្លួនជាផ្លូវការទៅកាន់ទស្សនិកជនឲ្យបានស្គាល់កូនផង Hello everyone, my name is Alchan Morakat. I'm 12 years old this year and I'm the winner of Face of Cambodia Kid 2025. ចាទៅប្រកួតនៅប្រទេសកូរ៉េបានពានអីគេកូន បានពាន Best Dress Award. Best Dress Award សម្រាប់ឆ្នាំ2025ពីមុនធ្លាប់ទៅប្រកួតនៅប្រទេសណាដែរទេ Art ផង អត់ផងអញ្ចឹងទៅប្រកួតដំបូងនៅប្រទេសកូរ៉េ ចា ចាហើយមានអារម្មណ៍មិនដែរទៅប្រកួតលើកដំបូងបានពានមកកម្ពុជាវិញសប្បាយចិត្ត សប្បាយតិចធម្មតាតិច អូសប្បាយបន្តិចធម្មតាបន្តិចហើយចុះបើមានការប្រកួតលើកក្រោយទៀតត្រូវតំណាងកម្ពុជាទៀតទៅចូលរួមអត់តែគេ ទៅ ទៅ ចាឥឡូវមកសួររឿងបទពិសោធន៍នៃការប្រកួតវិញម្ដងកូនចូលចិត្តមើលតារាបង្ហាញម៉ូដគេដើរតាមទូរទស្សន៍តាមអីអត់កាលពីក្មេងណា អត់ផង អត់សូវទេណាហើយចុះពីឆ្នាំណាមកដែលអូនសុំម៉ាក់មករៀនខាង model ហើយទៅប្រកួតទៅអីហ្នឹង មិនសុំម៉ាក់មករៀនទេម៉ាក់ឲ្យមករៀន អូម៉ាក់ឲ្យមករៀនណាប៉ុន្តែស្រឡាញ់ខាងហ្នឹងអត់ស្រឡាញ់ខាង model ហ្នឹងអត់ ឥឡូវស្រឡាញ់ ឥឡូវស្រឡាញ់ហើយចុះពីមុន អត់សូវហង អត់សូវទេតែឥឡូវស្រឡាញ់ model ហ្នឹងហ៎ចុះបើមានការប្រកួតទៀតទៅហ៎ ទៅ ទៅហ៎ប្រកួតសប្បាយអត់ សប្បាយ កូនមានអីចង់ប្រាប់ទៅកាន់មិត្តភ័ក្តិកូនដែលគាត់មានអ្នកខ្លះគេចង់ខ្លាយជា model ដែរប៉ុន្តែពេលខ្លះឃើញឆាកទៅភ័យឬក៏ខ្លាចអីអញ្ចឹងណាអូនមានអីចង់ប្រាប់មិត្តភ័ក្តិអូនទេ មាន ចា ប្រាប់ថាកុំខ្លាចទៅសប្បាយទេ ចាអរគុណកូនឥឡូវសូមជួបទៅខាងបងស្រីវិញ អូខេអរគុណអ៊ី ចាអរគុណ CIM Talk នាំមកជូនលោកអ្នកដោយ Dr. Elect Aesthetic Center by DNA ផ្ដល់ជូនលោកអ្នកនូវភាពស្រស់ស្អាតប្រកបដោយសុវត្ថិភាពប្រសិនបើលោកអ្នកនាងចង់ទទួលបាននូវភាពស្រស់ស្អាតប្រកបដោយសុវត្ថិភាពសូមកុំភ្លេចតាក់ទងទៅកាន់ Dr. Elect Aesthetic Center by DNA រាល់ព័ត៌មានលម្អិតបន្ថែមនឹងមាននៅក្នុងទំព័រ Facebook Page ផ្លូវការរបស់ Dr. Elect Aesthetic Center by DNA ទស្សនិកជនជាទីមេត្រីអំបញ្ញមិញនេះបងប្អូនទាំងអស់គ្នាក៏បានឃើញអំពីភាពរស់រាយភាពស្រស់ស្អាតរបស់បងអូនស្រីដែលជាម្ចាស់ពាននៅក្នុងកម្មវិធី Face of Cambodia Kid 2025 ជម្រាបជូនបងប្អូនទាំងអស់គ្នាថាកម្មវិធី Face of Cambodia Kid 2025 នេះគឺជាឆ្នាំដំបូងដែល CIM បានបង្កើតឡើងមែនតើទៅកាលពីឆ្នាំមុនយើងមានតែ Face of Cambodia ដែលយើងប្រកួតទៅលើបេក្ខជននិងបេក្ខនារីដែលមានន័យថាយើងមានតារា model ខាងបុរសហើយនិងនារីប៉ុន្តែយើងពុំទាន់មានជ្រើសរើសខាងផ្នែកបងប្អូនកុមាររួមជាមួយនឹងជំទង់ទេចាដែលយើងហៅថា Kid and Junior ហ្នឹងគឺយើងអត់ទាន់មានទេហើយនៅក្នុងឆ្នាំ2025នេះគឺជាឆ្នាំដ៏ពិសេសដែលកម្ពុជាបានបើកឲ្យមាន title នេះហើយជាជោគជ័យសម្រាប់កម្ពុជាខ្លាំងមែនទែននៅក្នុងឆ្នាំដំបូងដែលយើងបើក title នេះហើយបញ្ជូនបេក្ខភាពទៅប្រកួតនៅក្នុងប្រទេសកូរ៉េកម្ពុជាបាននាំមកនៅពានជាច្រើនជូនមកកាន់មាតុភូមិយើងវិញចាងាកទៅកាន់បងស្រីឆ្នាំទី1ដែល CIM បើកឲ្យមាន Face of Cambodia Kid and Junior ហើយកូនស្រីរបស់បងគឺជាជ័យលាភីនៅក្នុងប្រទេសកម្ពុជាផងហើយទៅប្រកួតដល់ឆាកអន្តរជាតិបានពានត្រឡប់មកវិញផងសម្រាប់បងស្រីជាម្ដាយមានអារម្មណ៍បែបណាដែរ ខ្ញុំមានអារម្មណ៍សប្បាយរំភើបហើយមោទនភាពដែលកូនខ្មែរអាចឈានចូលឆាកអន្តរជាតិបានហើយអាចទទួលពានរង្វាន់ពីឆាកអន្តរជាតិបាន ចាបងធម្មតានៅក្នុងការប្រកួត
យើងប្រកួតជាសាធារណៈមិនថានៅក្នុងវិស័យណាមួយទេមតិរិះគន់តែងតែមានកន្លងមកកូនស្រីបងធ្លាប់ទទួលមតិរិះគន់ឬក៏មានការលើកឡើងពីសាធារណជនអីបែបណាបែបណីហ៎បង ដូចជាអត់ភាគច្រើនមានតែគេលើកទឹកចិត្តហើយគេសារថាគាត់ស្អាតគាត់ក្លាហានគាត់ប្រកែអញ្ចឹង ចា តែថារីគុណដូចជាមិនមាន ចាប៉ុន្តែកន្លងមកនៅផ្ទះក្លាហានមែនដែរឬក៏យ៉ាងណាបង នៅផ្ទះក្លាហានខ្លាំង ចាតវ៉ាមួយម៉ាក់ច្រើនទេ ចាហើយជាមួយប្អូនគាត់ជាមួយប៉ាគាត់អីចឹង ចាខ្ញុំទទួលបងឃើញអញ្ចឹងដែរអត់តែនិយាយលេងទេបងប្អូនអ្នកគ្នាឥឡូវយើងឈានចូលមកដល់សំណួរសំខាន់សម្រាប់បងជាអាណាព្យាបាលដែលបានបញ្ជូនកូនផ្ទាល់ទៅប្រកួតនៅក្នុងប្រទេសកូរ៉េបងគាត់ថាបើសិនជាមានយុវជនយុវតីយើងជាពិសេសអូនៗកុមារដែលគាត់ចង់ទៅចូលរួមប្រកួតនៅបរទេសគាត់គួរតែមានអីត្រៀមខ្លះជាមុនទៅហើយពីព្រោះថាបងមានប័ណ្ណពិសោធន៍ទាំងការត្រៀមរៀបចំវីសាឯកសារទាំងសម្លៀកបំពាក់សបុតយន្តហោះអូច្រើនរឿងខ្លាំងមែនតើអញ្ចឹងបងគាត់ថាមានអីដើម្បីឲ្យគាត់អាចទទួលជាដំណឹងហើយត្រៀមខ្លួនដើម្បីទៅប្រកួតបាន សម្រាប់ខ្ញុំគិតថាដំបូងយើងត្រូវត្រៀមថវិកាបានគ្រប់គ្រាន់ អូឡើយនឹងសំខាន់ណាស់បងអត់លុយចេញមិនរួចទេ ថវិកា ចា ទីពីរគឺសុខភាពខ្លួនឯងនឹងមកហើយនឹងសុខភាពរបស់កូនសំខាន់ដោយសារយើងទៅឆ្ងាយហើយពេលដែលប្រឡងអញ្ចឹងជួនកាលអត់បានញ៉ាំបាយជួនកាលទៅវារៀងយប់ជួនកាលត្រូវងើបពីព្រឹកអញ្ចឹងបើសិនសុខភាពយើងសុខភាពកូនយើងអត់ល្អគឺទុកអត់ជាប់ទេ ចាចាបង ហ្នឹងរឿងសុខភាពហើយមួយទៀតនោះគឺរឿងចំណីចំណុកត្រូវតែមានឲ្យសពគ្រប់ព្រោះអីដូចខ្ញុំនិយាយចឹងពេលប្រឡងឆក់ក្តៀន ចា schedule ច្រើន ត្រូវតែមានអាហ្នឹងធៀមឲ្យគាត់ញ៉ាំយើងខ្លួនឯងក៏ត្រូវតែញ៉ាំដែរ ចាចាចាអរគុណបងស្រីដែលបានផ្ដល់នៅចម្លើយយ៉ាងក្បោះក្បាយនេះប៉ុន្តែនៅមានសំណួរសំខាន់មួយទៀតដែលខ្ញុំចង់សួរបងដែរសម្រាប់បងផ្ទាល់ដែលមានប័ណ្ណពិសោធន៍ទាំងកូនស្រីបងជាម្ចាស់ winner នៅក្នុងប្រទេសកម្ពុជាផងហើយទៅបានពានពីកូរ៉េមកផងបងគាត់ថាហេតុអីបានជាការបញ្ជូនកូនចូលមកប្រកួតនៅក្នុងកម្មវិធី Face of Cambodia Kid and Junior នេះសំខាន់បង ចាខ្ញុំគិតថាវាសំខាន់ដោយសារសំខាន់គឺឲ្យគាត់មានបទពិសោធន៍ ចា អញ្ចឹងពេលដែលយើងបញ្ជូនកូនទៅប្រឡងមិនប្រកាសថាអូកូនយើងត្រូវតែបានពាននេះហើយយើងកុំខ្លាចថាអូទីកូនយើងអត់បានពានទៅយើងទៅឲ្យគាត់ទៅយើងខ្លាចស្ដាយពេលវេលាស្ដាយថវិកាសម្រាប់ខ្ញុំខ្ញុំគិតថារឿងហ្នឹងគឺរឿងមួយប៉ុន្តែបទពិសោធន៍កូនគឺរឿងសំខាន់ ចា អញ្ចឹងដោយពាក្យគេនិយាយចឹងកាលណាយើងដើរបានឆ្ងាយយើងមើលបានវែងអញ្ចឹងចក្ខុវិស័យយើងក៏វែងដែរអញ្ចឹងចំណេះដឹងដែលគាត់រៀននៅសាលាហ្នឹងសំខាន់ប៉ុន្តែបទពិសោធន៍ដែលគាត់ទទួលបានហ្នឹងរឹតតែសំខាន់អញ្ចឹងបើសិនជាយើងអាចឲ្យបទពិសោធន៍ល្អៗគាត់នៅពេលដែលគាត់ជានៅក្នុងកុមារភាពអាហ្នឹងវាគឺជាគ្រឹះមួយសម្រាប់គាត់ទៅថ្ងៃអនាគតទៅគាត់មានបទពិសោធន៍នឹងស្រាប់ដើម្បីឲ្យងាយស្រួលក្នុងការគាត់អាចសម្រេចចិត្តធ្វើអីមួយបានឲ្យបានត្រឹមត្រូវ ចាចាអូយអរគុណបងខ្លាំងមែនតើក្បោះក្បាយរឿងខ្លះបើសិនជាយើងអត់បានគិតឲ្យល្អិតល្អន់ឬក៏ដិតដល់ទេយើងមើលឃើញថាវាហាក់ដូចជាមិនសំខាន់ប៉ុន្តែនៅពេលដែលបងស្រីចែករំលែកមកជារឿងសំខាន់ណាស់ដែលយើងគួរផ្ដល់ប័ណ្ណពិសោធន៍ល្អនៅក្នុងវ័យកុមារភាពពីព្រោះរឿងខ្លះនៅពេលដែលពេលវេលាផុតទៅយើងទាញអានឹងត្រឡប់មកថយក្រោយវិញអត់បានទេចារឿងខ្លះយើងធ្វើបានតែនៅក្នុងពេលនោះឬក៏វ័យនោះតែប៉ុណ្ណឹងចាហួសពីពេលហ្នឹងទៅបើទោះបីជាយើងមានលទ្ធភាពមានថវិកាមានសមត្ថភាពប៉ុន្តែយើងទាញរឿងទាំងអស់នោះថយក្រោយវិញមិនបានអរគុណដល់បងស្រីខ្លាំងមែនតើដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យក្រុមការងារ CIM TV បានជួបសម្ភាសហើយក៏អរគុណដល់បងស្រីជាថ្មីម្ដងទៀតដែលបានសម្រេចចិត្តវាជាភាពក្លាហានដ៏ធំមួយដែលគាត់បានសម្រេចចិត្តឈរយ៉ាងរឹងមាំធ្វើជាអ្នកម្ដាយដែលដឹកដៃកូនទៅប្រកួតនៅលើឆាកអន្តរជាតិហើយក៏ជាអារម្មណ៍ដ៏រំភើបមួយដែរដែលបានឃើញកូនទទួលពាននៅលើឆាកអន្តរជាតិមិនដឹងហូរយ៉ាងណាទេ អូតា ខ្ញុំអត់មានកូនទៅប្រកួតគេខ្ញុំសប្បាយចិត្តជំនួសតម្រាំបងស្រីអ្នកមានកូនទៅប្រកួតលើឆាកអន្តរជាតិហ្នឹងទប់ទឹកភ្នែកមិនជាប់ទេមើលទៅត្រឡប់មកដល់ផ្ទះវិញបែបឆាតច្រើនណាស់មើលទៅឃើញកូនប្រកួតបានពានអីអញ្ចឹងចុះមានការអបអរច្រើនចាចាចឹងអរគុណដល់បងស្រីចាអរគុណកូនម្ដាយអរគុណដែលបងស្រីនិងបងស្រីបានចូលរួមនៅក្នុងកម្មវិធីយើងអរគុណដល់ទស្សនិកជនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការទស្សនាក្នុងកម្មវិធីផ្សាយ CIM Talk ជួបយើងខ្ញុំនៅវគ្គបន្តយើងនឹងមានភ្ញៀវកិត្តិយសជាច្រើនរូបទៀតដែលនឹងបង្ហាញជូនដល់លោកអ្នកនាងអធិស្ឋានរាល់កំហុសឆ្គងដែលបានកើតឡើងនៅក្នុងកម្មវិធីនេះជូនពរលោកអ្នកមានក្តីសុខនិងសុភមង្គលខណៈនេះនាងខ្ញុំបូសុគន្ធាបងស្រីរួមនឹងបងស្រីសូមអរគុណសូមជម្រាបលាជ័យលាភី Face of Cambodia Kids 2025
9 to 11 years old category goes to សូមចូលរួមអបអរសាទរ KOC អុកច័ន្ទមុនីរតន៍ Congratulations to KOC Okjan Morakot. May we please request Miss Rowland Lee and Mr. Doriko to come up and present the sash. ចាក៏សូមសម្លែងអបអរសាទរ Congratulations once again to our winners, Face of Cambodia, Hit 2025, 9 to 11 years old category. មកកាន់អង្គុយកណ្ដាលមកកូន មិនអង្គុយចិត្តហ្នឹងហើយដល់ពីអ្នកមកហ៎ Can I have ice cream? I mean, old boy over there. Thầy cha. Đi ra thầy cha. Cha. Dạ, cha, cha. មកកាត់បាយមកម៉ាក់មកវិលមកជុំមើលអូឆ្អាតណាស់វ៉ៃអាយ៉ាអូខេហេហ៎ Hehehe